អ្នកបងគឺជាអ្នកមានគុណរបស់ខ្ញុំបាននាំម៉ែកូនគេទាំងពីរមកផ្ទះរបស់ខ្ញុំយកចិត្តទុកដាក់ព្យាបាលពួកគេនេះហើយគឺទេវតាមានភ្នែកមនុស្សចាស់ក៏រស់ក្មេងនេះមួយថ្ងៃធំជាងមួយថ្ងៃអរគុណទេវតាអរគុណទេវតាអរគុណលោកគឺជាអ្នកមានគុណជួយដល់គ្រួសារត្រកូលលោកអតិទីលោកម្ចាស់ក៏មានផ្សាច់ចិត្តអីតាមការពិតនេះគឺមកពីខ្ញុំមាននិស្ស័យជាមួយនឹងម៉ែកូនគេទាំងពីរលោកគ្រូជិតចោះក្រោយមកអ្នកបងហើមានតែនិយាយរឿងរ៉ាវទាំងនេះប្រាប់លោកទេហើយនៅពេលដែលគាត់ធ្លាក់ពីលើភ្នំប៉ះពាល់ខួរក្បាលរឿងការពីលើកមុនគាត់ភ្លេចអស់សូម្បីតែគាត់ឈ្មោះអីត្រកូលអីក៏គាត់នឹកមិនឃើញដែរការពិតគឺអញ្ចឹងទីបំផុតខ្ញុំយល់ច្បាស់ហើយមនុស្សអត់មានត្រកូលអត់មានឈ្មោះវាដូចជាមិនសមដើម្បីងាយស្រួលហៅគាត់ខ្ញុំក៏បានប្រើត្រកូលទី1នៃគ្រួសារ100ត្រកូលចៅពេលនោះខ្ញុំក៏ទុកថាម៉ែកូនគេទាំងពីរជាម៉ែកូនគ្នាអ្នកបងចៅក៏មិនចំទាស់អ្នកបងចៅអ្នកបងហើខុសគ្នាតែត្រកូលទេបានជាធ្វើឲ្យកូនយើងទាំងពីរបែកគ្នាយូរឆ្នាំយ៉ាងនេះលោកម្ចាស់ខ្ញុំហើមកសូមអភ័យទោសឲ្យខ្ញុំផងម៉ែវានិយាយថាម៉េចអីពិតជាអ្នកបងហើមែនទេអ្នកបងនឹកឃើញអស់ហើយខ្ញុំនឹកឃើញហើយខ្ញុំនឹកឃើញទាំងអស់លោកម្ចាស់អភ័យទោសឲ្យខ្ញុំផងខ្ញុំមិនក៏បីចំពោះអ្នកស្រីទី2ខ្ញុំមិនបានថែអ្នកស្រីទី2ឲ្យបានល្អខ្ញុំធ្វើបាបគាត់លោកម្ចាស់អភ័យទោសឲ្យខ្ញុំផងកុំនិយាយអញ្ចឹងអីបងគឺជាអ្នកជួយមីងជូមើលថែនាងបានធំពេញវ័យបងជាអ្នកមានគុណរបស់ខ្ញុំគឺជាអ្នកមានគុណគ្រួសារត្រកូលលោកខ្ញុំត្រូវអរគុណអ្នកបងខ្ញុំត្រូវតែអរគុណអ្នកបងហើយខ្ញុំសូមថ្វាយបង្គំអ្នកបងសូមថ្វាយបង្គំអ្នកបងលោកម្ចាស់កុំធ្វើអញ្ចឹងលោកម្ចាស់កុំធ្វើអញ្ចឹងអីកុំណាលោកម្ចាស់ថ្ងៃនេះខ្ញុំប្រគល់អ្នកនាងមីងជូជូនលោកម្ចាស់វិញមីងជូកូនសម្លាញ់ពុកនេះគឺជាកូនសម្លាញ់របស់ពុកមីងជូកូនគឺជាកូនរបស់ពុកតាមមើលទៅការចំណេញក្បាលកាក់ពីអ្នកទិញប្រកាសជាលក្ខណៈចិត្តទេបើលោកយងនាងគេបាននោះតើខ្ញុំគួរធ្វើយ៉ាងម៉េចដែរបើសិនជាទៅវិញយងនាងសួរខ្ញុំគួរដោះស្រាយជាមួយគេថាអេលោកមេកាឈៀនទីបំផុតតាមរលោកឃើញហើយរឿងអីបានជាលោកតអល់យ៉ាងនេះអ្នកស្រីចាស់តាមរលោកជាបន្តសូមលោកឆាប់ត្រឡប់ទៅវិញអ្នកស្រីចាស់រកខ្ញុំមេកាអីអត់ដឹងទេលោកឆាប់ត្រឡប់ទៅវិញទៅអ្នកស្រីចាស់ពេលនេះពិតជាផ្ទះសាខ្លាំងណាស់ហើយចង់លោកម្ចាស់ចេញទៅក្រៅបាត់ហើយឯទៅវិញមុនចុះលោកយងនេះអត់នៅផ្ទះទៀត
អញ្ចឹងប្រសើរណាស់ខ្ញុំលួងចិត្តនិយាយចាស់នោះធ្វើតាមបណ្ដាចោះអ្នកស្រីរកខ្ញុំហ៎លោកតាណានឹងខ្ញុំតាមរកមួយថ្ងៃទៅហើយហើយក៏នៅស្ងៀមថ្លង់ទេអត់ទេអ្នកស្រីកំពុងតែខាងខ្ញុំនិយាយអីក៏ប្រយោជន៍ដែរឥឡូវចេះចោះពេលដែលអ្នកស្រីធូរចិត្តបន្តិចចាំខ្ញុំដោះស្រាយអំពីរឿងចំណេញក្បាលកាប់លោកម្ចាស់នឹងអ៊ីងចំណេញក្បាលកាប់ស្អីទៅអាយ៉ាលោកម្ចាស់អ្នកស្រីទី2គ្មានកំហុសទេហើយគាត់ក៏គ្មានជំងឺខ្លុងដែរគឺអ្នកស្រីចាស់មានកំណត់ធ្វើបាបគាត់អ្នកដែលនៅក្នុងបន្ទប់ដាក់អោគឺជាម្ដាយបង្កើតខ្ញុំតែខ្ញុំអ្វីក៏មិនដឹងបើកភ្នែកធំមើលគាត់ទទួលទណ្ឌកម្មយ៉ាងនេះហេតុអីធ្វើបាបម៉ែកូនខ្ញុំពីអ្នកយ៉ាងនេះហេតុអីយើងគឺជាអ្នកសាងបាបប្រពន្ធខ្ញុំលាក់បាំងនឹងខ្ញុំរយៈពេល19ឆ្នាំមិនឲ្យខ្ញុំចូលក្នុងបន្ទប់ដាក់អស់មួយជំហានបណ្ដោយឲ្យស្រីដែលខ្ញុំស្រឡាញ់ត្រូវគេធ្វើបាបតាមចិត្តខ្ញុំគួរតែស្លាប់អ្នកស្រីលុកនៅចំពោះមុខយើងធ្វើជាអ្នកមានគុណចិត្តល្អតែមិននឹកស្មានថាគាត់ព្រីផ្សាយយ៉ាងនេះសោះពួកយើងចាញ់បោកមុខមាត់ខ្លាយរបស់គាត់ហើយមិនត្រឹមតែប៉ុណ្ណឹងជាងនេះទៅទៀតអ្នកស្រីលូកចេះតែចោទនេះចោទនោះគោលបំណងរបស់គាត់គឺចង់ឲ្យអ៊ីងចាក់ចេញពីគ្រួសារនេះនៅពេលដែលយើងត្រឡប់ទៅវិញយើងនឹងបោះអាក្រាតពីកំហុសគេឲ្យទាល់តែបានលោកម្ចាស់យើងត្រូវរកវិធីដោះស្រាយជាមុនកុំឲ្យវាយស្មាបង្អើពុះទេពុកកុំឲ្យម្ដាយខ្ញុំទទួលទណ្ឌកម្មនៅក្នុងបន្ទប់ដាក់អស់ទៀតឆាប់ទៅយកគាត់ចេញមកពួកយើងឆាប់ទៅទទួលគាត់ទៅបានយើងនឹងទៅឥឡូវនេះយើងចង់មើលតើគេមានអីចង់និយាយជាមួយនឹងយើងទៀតទៅយើងទៅសំជឿធ្វើបញ្ជីខ្លាំងកាត់យកបាក់កាត់មិននឹកស្មានថាលោកធ្វើអំពើលួចលាក់មិនឲ្យខ្ញុំដឹងយ៉ាងនេះសោះកុំនិយាយអក្រក់ស្ដាប់ពេកខ្ញុំអត់មានលួចលាក់ស្អីទេលោកគឺឈ្មោះទាំងអស់នោះគេឲ្យខ្ញុំដោយស្ម័គ្រចិត្តគេអរគុណខ្ញុំដែលខ្ញុំជួយប្រឹងប្រែងឲ្យការរស់ស៊ីរបស់គេរីកចម្រើនគេឲ្យមកខ្ញុំមិនយកតាមបានន័យថាម៉េចចុកកពីបាត់ស្រាលោកដោះស្រាយយ៉ាងណាលោកកុហកគេបានតែមិនអាចកុហកខ្ញុំបានទេនេះគឺបើវិរិយស័យមិនគោរពពាក្យសន្យាធ្វើឲ្យខ្ញុំពិបាកដោះស្រាយជាមួយនឹងអាជួយនៅពេលដែលទាត់ច្រកខ្ញុំក៏សម្រេចចិត្តធ្វើយ៉ាងនេះហើយមូលហេតុដែលខ្ញុំធ្វើយ៉ាងនេះគឺដើម្បីរកផ្លូវមួយឲ្យអាជួយគេរស់មិននឹកស្មានថាលោកនិយាយយ៉ាងនេះលោកមានការឈានគ្រួសារតកូលលក់ល្អនឹងលោកណាស់លោកម្ចាស់ល្អនឹងលោកខ្ញុំល្អនឹងលោកហេតុអីបានជាលោកធ្វើរឿងមិនគប្បីល្មើសគុណយ៉ាងនេះកុំនិយាយពីរស់ស្ដាប់ពេកគ្រួសារតកូលលក់ល្អនឹងខ្ញុំមកពីខ្ញុំជួយគ្រួសារនេះលោកម្ចាស់ល្អនឹងខ្ញុំដោយសារតែមានផលប្រយោជន៍សម្រាប់គាត់អ្នកស្រីល្អនឹងខ្ញុំដោយសារតែខ្ញុំជួយចាត់ការជូនអ្នកស្រីខ្ញុំប្រៀបដូចជាអាវុធដ៏ពិសិដ្ឋចាត់ការសត្រូវរបស់អ្នកស្រីលោកខ្ញុំបាននិយាយស្អីខុសតាំងពីអ៊ីមកដល់ផ្ទះនេះរឿងរបស់អ្នកស្រីមិនចេះចប់មិនចេះហើយខ្ញុំលះបង់ដើម្បីអ្នកស្រីទោះជាខ្ញុំមានជីវិត10ក៏ខ្ញុំមិនអាចសងគេរួចដែរខ្ញុំដាច់ឲ្យអ្នកស្រីវិញអ្នកស្រីគ្មានកំហុសបន្តិចបន្តួចទេខ្ញុំមិនឲ្យលោកសម្លាប់មនុស្សទេបើខ្ញុំមិនសម្លាប់មនុស្សតាអ្នកស្រីរស់នៅបានសុខទេអ្វីដែលលោកធ្វើបានខ្ញុំមិនភ្លេចទេលោកបានទទួលនៅអ្វីដែលលោកគួរទទួលហើយខ្ញុំលក់ជីវិតសម្រាប់គ្រួសារនេះធ្វើឲ្យអ្នកទាំងអស់គ្នាមានប្រាក់ហូរចូលដូចទឹកខ្ញុំទទួលបានតែប្រាក់ខែបន្តិចបន្តួចតែប៉ុណ្ណោះទេហេតុអីបានជាប្រាក់នេះមិនឲ្យខ្ញុំទទួលបានខ្លះផងលោកគំនិតអាក្រក់អ្នកស្រីចង់និយាយពីគំនិតកាលនោះអ្នកស្រីបញ្ជូនអ្នកស្រីទី2ចូលទៅក្នុងបន្ទប់ដាក់អស់តើអ្នកស្រីមានគំនិតយ៉ាងណាអ្នកស្រីនិយាយទៅឥឡូវមិនមែនជាពេលសម្រាប់យកបន្ទោសគ្នាទេលោកម្ចាស់និងអ៊ីងគេបានជួបជុំគ្នាហើយរឿងនេះចង់លាក់ក៏លាក់មិនចិត្តលោកឆាប់រកវិធីដោះស្រាយទៅហេតុអីបានជាអញ្ចឹងបន្តោងរបស់អ៊ីងបានធ្លាក់ក្នុងដៃលោកម្ចាស់ទៅហើយលោកម្ចាស់ក៏ចេញទៅបាត់រហូតដល់ពេលនេះប្រហែលជានៅក្នុងគ្រួសារតកូលឈិនជួបកូនស្រីគាត់ឥឡូវយើងគិតយ៉ាងម៉េចទៅបើបានជាអញ្ចឹងទៅយើងត្រូវតែទទួលស្គាល់ការដើរមួយជំហានគិតមួយជំហានលោកចង់និយាយថាម៉េចបើសិនជាលោកនិយាយអញ្ចឹងខ្ញុំតាមរកលោកធ្វើអីខ្ញុំគ្មានលទ្ធភាពទេសុំទោសពិតជាគ្មានលទ្ធភាពមែនសូមអ្នកស្រីអភ័យទោស
លោកចង់យករូបខ្លួនណា